លោកសឹមលីនដាលោកទុកចិត្តឲ្យខ្ញុំមើលថែដីស្រែទាំងនេះតែលោកបែរជាធ្វើបែបនេះទៅវិញឬលោកតាចៅគម្រោងបច្ចេកទេសបង្ហូរអំបិលចេញពីដីខ្ញុំសរសេរបាន70ទំព័រហើយលោកតាគួរតែស្ដាប់ខ្ញុំនិយាយឲ្យចប់សិននិយាយស្អីកាលពីមុនចាំងខ្វាងហ្វាក៏និយាយបែបនេះដែរជីកប្រឡាយក៏បំពុងយកប្រាក់ឧបត្ថម្ភចុងក្រោយដីខូចអស់ហើយលោកទៅស្រុកវិញបាត់ពួកយើងនៅទីនេះត្រូវមកកាយដីប្រៃនេះរកស៊ីទៀតនេះវាធ្វើឲ្យខូចដីអស់ហើយលោកសង្កេតរួចទេឈីហាងឲ្យបងស្រីឲ្យឪពុករបស់ក្មួយកានៅរស់គាត់តែងតែនិយាយប្រាប់ពូថាក្មួយជាមនុស្សមានសមត្ថភាពធ្វើការស្រាវជ្រាវកសិកម្មនៅអង្គភាពធំក្នុងទីក្រុងជាសិស្សពូកែដែលចេញពីភូមិយើងពូឲ្យឪពុកខ្ញុំពេញមួយជីវិតគាត់ចង់ឲ្យដីភូមិយើងដាំដំណាំបានផលល្អតែគួរឲ្យស្ដាយគាត់ស្លាប់ទៅទាំងមិនទាន់បានឃើញវាភូមិយើងមានដីសរុប1200ហិកតាក្នុងនោះជាង400ហិកតាជាដីប្រៃខ្លាំងធ្វើជាមេភូមិជាង10ឆ្នាំមកនេះទាំងបដូរដីទាំងនាំទឹកសាបមកស្រោចស្រពធ្វើគ្រប់វិធីអស់ហើយតែនៅតែមិនបានផលយុវជនគេនាំគ្នាទៅធ្វើការក្រៅភូមិអស់ហើយនៅសល់តែពួកមនុស្សសច្ចាជរាដូចពួកយើងនេះយាមដីនេះដើម្បីរកតែបាយហូបប៉ុណ្ណោះវាពិបាកណាស់ពួកឯងនេះដំណឹងឬនៅកូនប្រុសផ្ទះលោកលីនគេលីឈប់ពីការងារនៅទីក្រុងហើយត្រឡប់មកធ្វើស្រែនៅភូមិយើងវិញមិនអាចទៅរួចទេមែនទេគេជាដល់ថ្នាក់អនុបណ្ឌិតមានប្រាក់ខែនៅទីក្រុងស្រួលបួលត្រឡប់មកធ្វើស្រែនៅភូមិក្រីក្រយើងនេះគេឈួតហើយមែនទេតាមខ្ញុំមើលទៅគឺដោយសារតែរៀនសូត្រច្រើនពេកហើយរៀនដល់ល្ងងអស់ហើយតាដីប្រៃយើងនេះវាបែបណាមនុស្សចាស់ចំនួនមុនធ្វើស្រែមួយជីវិតហើយនៅតែមិនអាចដោះស្រាយបានអាក្មេងស្ទាវម្នាក់នេះអាចធ្វើបានមែនទេប្រហែលជាវាចង់បានលុយឧបត្ថម្ភពីរដ្ឋហើយមើលទៅឥឡូវធ្វើគម្រោងកសិកម្មសុទ្ធតែមានលុយឧបត្ថម្ភគេគ្រាន់តែមកកាប់លុយរួចក៏ទៅបាត់កុំឲ្យដល់ពេលដីខូចអស់មនុស្សរត់បាត់អ្នកដែលខាតគឺពួកយើងក្នុងភូមិនេះឯងអ្នកចង់ជួលដីប្រៃខ្លាំង300ហិកតានៅខាងលិចភូមិមែនទេបាទខ្ញុំគិតថានឹងយក300ហិកតានេះមកធ្វើជាគំរូសិនបើកែលម្អជោគជ័យខ្ញុំនឹងលោកលេខាលីនខ្ញុំដឹងថាអ្នកជាអ្នកជំនាញកសិកម្មពូកែប៉ុន្តែដីក្នុងភូមិយើងមិនមែនជាដីធម្មតាទេវាជាដីប្រៃខ្លាំងកម្រិតជាប្រៃលើផ្ទៃដីលើពី5,000កាលពីប្រហែលឆ្នាំមុនខាងស្រុកធ្លាប់រៀបចំគម្រោងកែលម្អដែរចំណាយអស់ជាង100000តែចុងក្រោយសំបីតែដើមទុនក៏មិនបានមកវិញផងតើអ្នកមានលុយប៉ុន្មានដើម្បីយកទៅចាក់ចោលក្នុងនឹងប៉ុន្មានឆ្នាំមកនេះខ្ញុំសន្សំលុយបាន200,000បូករួមទាំងប្រាក់សន្សំផ្សេងទៀតប្រហែលជាមាន30,000សម្រាប់ចាប់ផ្ដើម30,000មើលទៅច្រើនមែនប៉ុន្តែការកែលម្អដីប្រៃវាដូចជាការចាក់ទឹកក្នុងរណ្ដៅគ្មានបាត់បើបរាជ័យទៅទឹកប្រាក់ដែលសន្សំមកប៉ុន្មានឆ្នាំនេះនឹងរលាយអស់ហើយពូស៊ូកញ្ញាគឺខ្ញុំមិនមែនធ្វើដោយសារតែអារម្មណ៍មួយពេលនោះទេពេលខ្ញុំរៀនថ្នាក់អនុបណ្ឌិតខ្ញុំធ្លាប់តាមគ្រូធ្វើការកែលម្អដីប្រៃនៅតំបន់ឆ្នេរខ្ញុំមានវិធីសាស្ត្របច្ចេកទេសច្បាស់លាស់ភូមិយើងមានដីច្រើនបែបនេះមិនអាចទុកឲ្យវាទំនេរចោលបែបនេះបានទេអស់តែវិធីសាស្ត្រត្រឹមត្រូវដីប្រៃនឹងក្លាយជាដីមានជីជាតិហើយដីទំនេរនឹងក្លាយជាកន្លែងរកលុយបានចាំមើលថាអ្នកអាចធ្វើឲ្យដីប្រៃនេះមានអ្វីប្លែកឡើងមកថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកគឺមានរឿងមួយសមិទ្ធលីនជីហាងចង់ជួលដីសាំប្រៃ300ហិកតានៅខាងលិចភូមិដើម្បីកែលម្អដីដាំដុះថ្ងៃនេះអ្នកទាំងអស់គ្នាជួយពិភាក្សាគ្នាផងតើឯកភាពទេខ្ញុំមិនឯកភាពទេដីនេះវាទុកចោលប៉ុន្មានឆ្នាំហើយអ្នកណាក៏ធ្លាប់មកសាកល្បងដែរតែមានអ្នកណាខ្លះមិនខាត់រហូតដល់អស់រលីងអាក្មេងនេះទើបតែរៀនបានប៉ុន្មានក្បាលក៏ហ៊ានមកប៉ះដីនេះដែរខ្ញុំមើលទៅវាច្បាស់ជាចង់បានលុយឧបត្ថម្ភពីរដ្ឋហើយដល់ពេលបានលុយហើយវាច្បាស់ជាដោះដៃរត់ចោលដីកាន់តែខូចខាតដល់ពេលនោះអ្នកដែលស៊ឺគឺពួកយើងអ្នកភូមិនឹងឯងពូគួយនិយាយត្រូវហើយដីសាំប្រៃនេះវាដូចជាអន្ទាក់អញ្ចឹងអ្នកណាទៅប៉ះគឺសេះហើយគឺអញ្ចឹងមែនការងារល្អនៅក្រុងមិនធ្វើបែរជាត្រឡប់មកធ្វើស្រែនៅភូមិវិញបើមិនមែនមកបោកយកលុយឧបត្ថម្ភទេចុះវាជាអីទៅបងប្អូនអ្នកភូមិទាំងអស់គ្នាខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានការព្រួយបារម្ភខ្ញុំសូមបញ្ជាក់ប្រាប់ឲ្យច្បាស់សិនទី1ខ្ញុំជួលដីនេះថ្លៃជួលប្រចាំឆ្នាំខ្ញុំនឹងបង់ផ្ដាច់ឲ្យមុនទាំងអស់មិនឲ្យជំពាក់ដាច់ខាតទី2ខ្ញុំនឹងយកប្រាក់សន្សំទាំងអស់ចំនួន30,000មកធ្វើជាប្រាក់កក់ដាក់ក្នុងកណេរបស់គណៈកម្មាធិការភូមិបើគម្រោងបរាជ័យខ្ញុំនឹងកែលម្អដីឲ្យដូចដើមវិញហើយប្រាក់កក់ទាំងអស់នឹងក្លាយជាកម្មសិទ្ធិរបស់ភូមិមិនបាត់មួយសេនឡើយនិយាយស្ដាប់ទៅល្អណាស់ដល់ពេលលុយខាត់អស់រលីងទៅតើអ្នកមានអ្វីឲ្យគេខ្ញុំក៏មានចម្ងល់ដែរការកែលម្អដីប្រៃវាត្រូវចំណាយច្រើនហើយយូរទៀតយ៉ាងហោចណាស់ក៏3ទៅ5ឆ្នាំដែរទើបបានផលលុយ30,000របស់អ្នកនេះគ្រាន់តែគ្រប់គ្រាន់សម្រាប់ចំណាយ1ឆ្នាំប៉ុណ្ណោះបើឆ្នាំទី2លុយមិនគ្រប់ហើយគម្រោងត្រូវខូចខាតតើត្រូវធ្វើម៉េចទៅជីហាងគឺជាក្មេងដែលចេញពីភូមិយើងឪពុកគាត់ក៏ជាកសិករស្មោះត្រង់ម្នាក់ដែរខ្ញុំជឿជាក់លើចរិតលក្ខណៈរបស់គាត់អញ្ចេះចុះយើងបោះឆ្នោតសម្រេចទៅអ្នកណាដែលយល់ព្រមតាមគម្រោងនេះសូមលើកដៃបើគាត់អាចដាំដំណាំនៅលើដីប្រៃនេះបានខ្ញុំចៅឡាវជូនឹងដើរជុំវិញភូមិ3ជុំដោយយកក្បាលចុះក្រោមជីហាងលុយធានា30,000ត្រូវបានផ្ទេរចូលកាន់នីរួមរបស់ភូមិហើយថ្លៃជួលក៏បានបង់ផ្ដាច់សម្រាប់3ឆ្នាំដែរគាត់ពិតជាផ្ទេរលុយមកមែនក្មេងម្នាក់នេះយកការងារពិតប្រាកដមែន30,000ណាគ្រាន់តែបោះចោលក្នុងដីខូចនេះគឺពិតជាអ្នកមានលុយចាយមិនដឹងធ្វើអ្វីមែនគ្រាន់តែធ្វើពុតជាទេចាំមើលដល់ពេលចាយលុយអស់ដល់ពេលនោះគាត់នឹងយំមិនខានអាម្នាក់នេះតើវាពិតជាមានសមត្ថភាពមែនឬក៏គ្រាន់តែជាក្មេងមិនដឹងអីនិស្សិតលីនតើផែនទីពន្លឺរបស់អ្នកនេះមានប្រយោជន៍អ្វីទៅកាលពីមុនក៏មានគេមកវាស់វែងដែរតែចុងក្រោយក៏មិនអាចដាំអ្វីបានដដែលកាលពីមុនកែលម្អមិនបានផលទេភាគច្រើនគឺរកមិនឃើញស្គាល់នៃបញ្ហាដីយើងនេះជាដីប្រៃនៅមាត់សមុទ្រកម្រិតទឹកក្រោមដីខ្ពស់ទឹកសមុទ្រហូរចូលនាំយកជាតិប្រៃមកជាមួយបើគ្រាន់តែដាក់ជាលើផ្ទៃដីគឺអត់ប្រយោជន៍ទេចុះធ្វើម៉េចទៅមិនអាចដូរដីចោលទាំងអស់បានទេមែនទេចុះអស់លុយប៉ុន្មានទៅមិនបាច់ដូរដីទេយើងប្រើបំពង់បង្ហូរជាតិប្រៃបញ្ចេញទឹកប្រៃពីក្រោមដីចោលរួចក្រាលស្រទាប់ការពារដើម្បីទប់ជាតិប្រៃកុំឲ្យហូរឡើងលើហើយប្រើជីវសាស្ត្រដើម្បីកាត់បន្ថយជាតិប្រៃធ្វើម្ដងមួយជំហានទៅស្ដាប់ទៅហាក់ដូចជាស្មុគស្មាញណាស់តែយ៉ាងណាពួកយើងជាអ្នកធ្វើការអ្នកថាឲ្យធ្វើម៉េចក៏ធ្វើអីចឹងទៅតែខ្ញុំប្រាប់ឲ្យហើយណាដីនេះវាចម្លែកណាស់អ្នកដទៃជាច្រើនបានបរាជ័យនៅទីនេះហើយអ្នកត្រូវគិតឲ្យច្បាស់ណាខ្ញុំបានត្រឡប់មកវិញហើយគឺមិនដែលគិតថានឹងត្រឡប់ទៅវិញដោយដៃទេឈីសឹងឲ្យមិនស្រួលទេមើលទៅមើលកូនដំណាំនេះចុះវាដុះរីប៉ាយហើយរងជាច្រើនក៏នៅទំនេរដែរខ្ញុំរាប់មើលហើយគ្រាប់ពូជ10គ្រាប់ទើបដុះបាន2ទៅ3គ្រាប់ប៉ុណ្ណោះអត្រាដុះមិនដល់3%ផងបែបនេះប្រហែលជាខាតបង់អស់ហើយនៅតែដោយសារជាតិប្រៃខ្ពស់ពេកគ្រាប់ពូជទើបតែដុះពន្លកក៏ត្រូវជាតិប្រៃដុតរលួយរួចអស់គឺខ្ញុំប្រញាប់ពេកហើយគួរតែលាងជាតិប្រៃលើផ្ទៃដីសិនសឹមសាប់ព្រោះខ្ញុំធ្លាប់ប្រាប់ហើយថាដីនេះវាចម្លែកណាស់មិនមែនងាយស្រួលដោះស្រាយប៉ុន្មានទេ
នេះហើយស្រូវដែលលោកមហាវិទ្យាល័យ Linda Dam នោះខ្ញុំស្មានតែខ្លាំងប៉ុណ្ណាទៅឃើញតែប៉ុណ្ណឹងការខ្ញុំជួដីនេះធ្វើកម្រិតដុសពន្លកវាប្រសើរជាងនេះទៅទៀតក្មេងសម័យនេះអានសៀវភៅបានប៉ុន្មានក្បាលក៏គិតថាខ្លួនឯងអស្ចារ្យណាស់ការធ្វើស្រែមិនមែនគ្រាន់តែនិយាយលើក្រដាសទេធ្វើបានមួយឆ្នាំក៏រត់ចោលយកចំណេញរួចក៏មិនខ្វល់ទៀតហៅថាមានបទពិសោធន៍ដែរយ៉ាងហោចណាស់ខ្ញុំក៏មិនខាតដែរចុះឯងវិញចំណាយលុយ30,000ចូលមកទើបតែចាប់ដើមសោះស្រូវដុសបានត្រឹមនឹងខ្ញុំចង់ដឹងថាឯងទ្រាំបានយូរប៉ុណ្ណាស្ដាប់ពាក្យខ្ញុំទៅពេលនេះខាត់តិចតួចក៏ប្រញាប់រៀបចំខ្លួនត្រឡប់ទៅក្នុងក្រុងវិញទៅគុំនៅទីនេះធ្វើឲ្យគេមើលងាយទៀតអីនិយាយស្អីហ្នឹងកាលពីមុនគាត់ធ្វើឲ្យដីភូមិយើងខូចខាតដល់កម្រិតណាឥឡូវនៅមានមុខនិយាយឌឺដងទៀតមិនអីទេការដុសពន្លកមិនល្អមិនមែនមានន័យថាចប់សពគ្រប់នោះទេយើងកែសម្រួលផែនការទៅនៅមានសង្ឃឹមឈីហាងឲ្យការទិញពូជនិងជួមនុស្សធ្វើការសរុបទៅអស់ជិត20,000ហើយឥឡូវការលក់ពូជមានបញ្ហាទៀតខាងមុខត្រូវទិញជីនិងកែមអដីតើលុយគ្រប់ដែរឬទេពួកយើងមិនមែនមានន័យបែបនោះទេគ្រាន់តែគិតថាគម្រោងនេះពិបាកពេកតើយើងគួរតែផ្អាកសិនទេមើលដីនេះចុះដាំអីក៏មិនកើតដែរបើបន្តដាក់លុយចូលទៅទៀតខ្លាចតែខាតបង់ឥតប្រយោជន៍អង្គុយត្រង់នេះធ្វើអីចង់ហៅខ្យល់ទៅគ្មានអ្វីទេកំពុងគិតពីគម្រោងបន្តទៀតមីដែលម៉ាក់ខ្ញុំធ្វើញ៉ាំពេលនៅក្តៅទៅកុំឲ្យដល់ពេលដីមិនទាន់កែសម្រួលរួចមនុស្សដួលសន្លប់បាត់អរគុណមិនបាច់អរគុណទេខ្ញុំសួរអ្នកថាវិការវាដាច់មែនទេកុំលាក់អីគេដឹងពេញភូមិអស់ហើយខ្ញុំបានសួរពីគម្រោងជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មនៅជនបទឲ្យអ្នកហើយស្ថានភាពអ្នកនេះគឺត្រូវតាមលក្ខខណ្ឌអាចដាក់ពាក្យសុំជំនួយបានឯកសារខ្ញុំសួរនាំឲ្យអស់ហើយស្អែកអ្នកទៅជាមួយខ្ញុំទៅទីរួមស្រុកម្ដងយកឯកសារទៅដាក់សៀវភៅអរគុណអ្នកណាកុំគិតច្រើនអីខ្ញុំមិនមែនជួយអ្នកទេគឺខ្ញុំមិនចង់ឃើញគម្រោងនេះបរាជ័យភូមិយើងប៉ុន្មានឆ្នាំមកនេះមិនដែលឃើញមានមុខរបរអ្វីសមរម្យសោះបើអ្នកធ្វើបានសម្រេចមែនវាប្រសើរជាងអ្វីទាំងអស់ជីហាងនេះហើយមែនទេដែលអ្នកថាជាសាស្ត្រាចារ្យអឆេនគ្រូសាស្ត្រតកូលឈួនធំដុំបែបនេះមិននឹកស្មានថាគាត់មកភូមិតូចរបស់យើងសាស្ត្រាចារ្យអឆេនគឺជាគ្រូរបស់ខ្ញុំគាត់ចំណាយពេលពេញមួយជីវិតសិក្សាពីដីប្រៃពេលលើថាខ្ញុំចង់ធ្វើគម្រោងនេះគាត់ក៏ឆ្លៀតពេលមកមើលផ្ទាល់តែម្ដងជីហាងដីរបស់អ្នកនេះគឺជាដីប្រៃធម្មតានៅតំបន់ឆ្នេរកម្រិតទឹកក្រោមដីខ្ពស់ការហួតទឹកខ្លាំងជាប្រៃហូរឡើងលើតាមទឹកធ្វើឲ្យផ្ទៃដីប្រៃខ្លាំងតើវាអាចដោះស្រាយបានឬអត់ពីមុនអ្នកគ្រាន់តែលាងជាប្រៃនៅស្រទាប់លើដើម្បីដាំស្រូវសាលីវាមិនមែនជាដំណោះស្រាយយូរអង្វែងទេទឹកប្រៃនៅខាងក្រោមមិនអាចបង្ហូរចេញបានទេទោះបីជាស្រោចទឹកសាបប៉ុន្មានក៏ដោយអត់ប្រយោជន៍ទេវាហួតហើយក៏ហូរត្រឡប់មកវិញដែរលោកសាស្ត្រាចារ្យចុះលោកថាដីនេះនៅមានសង្ឃឹមទេមានសង្ឃឹមហើយមិនមែនគ្រាន់តែមានសង្ឃឹមទេបើកែបានល្អវាមានជីជាតិជាងដីធម្មតាទៅទៀតផែនការរបស់ខ្ញុំគឺការគ្រប់គ្រងរួមបញ្ចូលគ្នា3ក្នុង1ទី1ដាក់បំពង់ក្រោមដីដើម្បីបង្ហូរទឹកប្រៃនៅស្រទាប់ជ្រៅចេញកាត់បន្ថយនីវ៉ូទឹកក្រោមដីនេះគឺជាវិធីដោះស្រាយស្គលទី2ដាក់ស្រទាប់ការពារនៅក្រោមដី30សង់ទីម៉ែត្រដើម្បីកុំឲ្យទឹកហូរឡើងលើនាំយកជាតិអំបិលមកជាមួយការពារកុំឲ្យដីប្រៃទី3ប្រើជីបាក់តេរីជីវសាស្ត្រនិងជីបៃតងដែលធន់នឹងជាតិប្រៃដើម្បីប្រើវិធីជីវសាស្ត្រកាត់បន្ថយជាតិប្រៃក្នុងដីនិងបង្កើនជីជាតិដីលោកសាស្ត្រាចារ្យបើតាមផែនការនេះ1ហិកតាត្រូវចំណាយប៉ុន្មានការចំណាយដំបូងខ្ពស់បន្តិច1ហិកតាប្រហែលជាង1000តែចំណាយតែម្ដងទទួលបានផលរយៈពេលវែងក្រោយមកដីនឹងកាន់តែល្អឡើងពី1ឆ្នាំទៅ1ឆ្នាំហើយយើងមិនចាំបាច់រងចាំ3ឆ្នាំឲ្យកែលម្អរួចរាល់សឹមរកលុយទេយើងអាចកែលម្អផងដាំផងបានជ្រើសរើសដំណាំសេដ្ឋកិច្ចដែលធន់នឹងជាតិប្រៃឆ្នាំដែលនឹងទទួលបានផលគឺដាំដើម្បីកែលម្អត្រូវហើយលើកនេះខ្ញុំមកក៏បានយកពូជដំណាំធន់នឹងជាតិប្រៃមួយចំនួនមកឲ្យអ្នកសាក់លបងដែរលោកលីនមិនមែនពួកយើងមិនចង់ឲ្យលោកទេគម្រោងរបស់លោកនេះគឺការកែលម្អដីប្រៃហានិភ័យវាហានិភ័យខ្ពស់ពេកហើយគម្រោងស្រដៀងគ្នានេះជាច្រើនបានបរាជ័យអស់ហើយម្យ៉ាងទៀតអ្នកគ្មានទ្រព្យបញ្ចាំផងគ្រាន់តែមានផែនការអាជីវកម្មមួយយើងមិនអាចបើកប្រាក់កម្ចីឲ្យបានទេខ្ញុំមានផែនការបច្ចេកទេសច្បាស់លាស់ហើយក៏មានអ្នកជំនាញមកពីវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មខេត្តជួយគ្រប់គ្រងផ្នែកបច្ចេកទេសដែរនិយាយមែនហើយប៉ុន្តែយើងមានប័ណ្ណបញ្ជារបស់យើងសុំទោសផងអ្នកសាក់គិតរកវិធីផ្សេងទៀតទៅតើត្រូវមកចុះទាំងត្រឹមរឿងលុយកាក់មែនទេខាងធនាគារនៅតែមិនព្រមគេថាហានិភ័យខ្ពស់មិនព្រមឲ្យខ្ចីខ្ញុំដឹងតាំងពីដើមមកថាវានឹងទៅជាបែបនេះមិនអីទេខ្ញុំរកវិធីឲ្យអ្នករួចហើយគម្រោងគ្រប់គ្រងការអភិវឌ្ឍជនបទរបស់ស្រុកខ្ញុំបានដាក់ពាក្យឲ្យអ្នកហើយការកែលម្អដីប្រៃរបស់អ្នកនេះគឺត្រូវនឹងគោលដៅគេណាស់បើអនុម័តមកនឹងទទួលបានប្រាក់ឧបត្ថម្ភ200,000ពូស៊ូអរគុណពូខ្លាំងណាស់អរគុណអីអ្នកធ្វើដើម្បីភូមិយើងតើប៉ុន្តែលុយនេះត្រូវរងចាំ2ខែទៀតទម្រាំបានលុយមកគឺមិនទាន់ការទេនេះជាលុយដែលខ្ញុំសន្សំបានប៉ុន្មានឆ្នាំមកនេះចំនួន80000អ្នកយកទៅប្រើសិនទៅកញ្ញាហឺមិនបានទេនេះជាលុយសន្សំរបស់អ្នកគុំនិយាយច្រើនអីចាត់ទុកថាខ្ញុំឲ្យអ្នកខ្ចីចុះចាំអ្នករកលុយបានសងខ្ញុំទាំងដើមទាំងការមកខ្ញុំនិយាយម្ដងទៀតណាខ្ញុំមិនមែនជឿជាក់លើអ្នកទេគឺខ្ញុំជឿជាក់ថាភូមិយើងនឹងមានការរីកចម្រើនលោកតារ៉ាវតើយើងនៅតែបន្តការងារទៀតទេបើពន្យាពេលទៀតគឺហួសពេលកំណត់ហើយលោកតាយ៉ាវនិងអ្នកភូមិទាំងអស់គ្នាកុំបារម្ភអីវាមិនប៉ះពាល់ដល់ដីធ្លីអ្វីទេគ្រាន់តែបង្ហូរទឹកប្រៃចេញទើបដីអាចមានជីជាតិឡើងវិញបានមិនអាចជីកបានទេដីនេះមានធម្មពលរបស់វាបើលោកក៏បំពង់ចូលទៅវានឹងបំផ្លាញហុងស៊ុយអស់ហើយទៅមុខទៀតដីក្នុងភូមិយើងនឹងលែងដុះដំណាំទៀតហើយត្រូវហើយការជីកដីបែបនេះបើធ្វើឲ្យខូចខ្សែស្រឡាយញៀកតើត្រូវធ្វើម៉េចទៅខ្ញុំឃើញគេគ្រាន់តែធ្វើរឿងឥតប្រយោជន៍ទេជីកដីឲ្យខូចអស់ដល់ពេលគេទៅបាត់យើងត្រូវធ្វើម៉េចទៅលោកតាយ៉ាវនិងពូមីងទាំងអស់គ្នាសូមស្ដាប់ខ្ញុំសិនកាលពីឆ្នាំមុនភូមិដងវ៉ាគេបានធ្វើប្រព័ន្ធបង្ហូរទឹកប្រៃក្រោមដីគេប្រៃជាងដីយើងទៅទៀតតែឥឡូវគេដាំក្បាសបានទិន្នផលខ្ពស់ជាងដីល្អរបស់យើងទៅទៀតខ្ញុំមិនជឿទេអ្វីទៅជាការបង្ហូរទឹកប្រៃខ្ញុំឃើញតែរឿងឈ្គួតទេយ៉ាងណាក៏ដោយថ្ងៃនេះមានពួកយើងនៅទីនេះគុំសង្ឃឹមថានឹងបានជីកដីនេះឲ្យសោះអ្នកភូមិគេទៅមើលផ្ទាល់ភ្នែកអស់ហើយបើលោកមិនជឿស្អែកខ្ញុំនាំទៅមើលផ្ទាល់តែម្ដងឃើញផ្ទាល់ភ្នែកទៅជាភូមិដងវ៉ាគឺភូមិដងវ៉ាភូមិយើងគឺភូមិយើងតើវាដូចគ្នាដែរលោកតារ៉ាវលោកធ្វើស្រែចម្ការមួយជីវិតមកហើយតើមិនមែនចង់ឲ្យដីផ្ដល់ទិន្នផលច្រើនទេឥឡូវមានវិធីកែលម្អហើយហេតុអ្វីយើងមិនសាកល្បងមើលទៅម្យ៉ាងទៀតក្រុមហ៊ុនបានដាក់ប្រាក់កក់30,000នៅភូមិយើងហើយបើដីខូចគេនឹងសងគេហ៊ានដល់ថ្នាក់នេះទៅហើយ
ដាក់ទាំងអស់នឹងចូលទៅកុំខ្លាចអីបានតាចាំមើលទាំងអស់គ្នាបើដីខូចខាតខ្ញុំនឹងរកអ្នកទាំងអស់គ្នាគិតគូរមុនគេខ្ញុំបានពិភាក្សាជាមួយសាស្ត្រាចារ្យ Chen ហើយយើងមិនទាន់ដាំស្រូវទេគឺដាំដំណាំធន់នឹងជាប្រៃជាមុនសិនដើម្បីជាដំណាំនាំមុខដំណាំធន់នឹងជាប្រៃមិនមែនជារបស់នៅតំបន់ខាងត្បូងទេនេះគឺជាពូជដំណាំធន់នឹងជាប្រៃដែលក្រុមសាស្ត្រាចារ្យ Chen បានបង្កើតវាមានភាពធន់នឹងជាប្រៃខ្លាំងហើយឫសវាវែងជ្រៅដាំទៅអាចជួយស្រូបយកជាប្រៃក្នុងដីបានទាំងប្រមូលផលទាំងកែមអដីឆ្នាំដំបូងក៏អាចប្រមូលផលបានដែរម្យ៉ាងទៀតតម្លៃសេដ្ឋកិច្ចវាខ្ពស់ណាស់ផលចំណេញពីដី1ហិកតាស្មើនឹងស្រូវជាច្រើនហិកតាឯណោះពូជវាល្អមែនតែពួកយើងគ្មានអ្នកណាដាំវាចេះទេរបស់នេះមិនដូចដាំស្រូវឬពោតទេបើថែទាំមិនល្អគឺខាត់ទេហើយដូច្នេះខ្ញុំគិតថានឹងបញ្ជូនមនុស្សទៅរៀននៅមូលដ្ឋានដាំដុះដំណាំធន់នឹងជាប្រៃនៅ Yellowstone រៀនបច្ចេកទេសឲ្យច្បាស់សិនចាំត្រឡប់មកដាំវិញខ្ញុំធ្វើការនៅផ្នែកបច្ចេកទេសកសិកម្មរបស់ឃុំទទួលខុសត្រូវលើការផ្សព្វផ្សាយបច្ចេកទេសស្រាប់ខ្ញុំទៅរៀនគឺសំបំផុតហើយខ្ញុំជាអ្នកស្រុកនេះស្រាប់រៀនចេះហើយក៏អាចពន្យល់អ្នកភូមិឲ្យយល់បានដែរតែត្រូវទៅដល់កន្លះខែនោះពិបាកណាស់ណាខ្លាចពិបាកចុះធ្វើកសិកម្មធ្វើអីទៀតសម្រាប់តាមនឹងចុះស្អែកខ្ញុំចេញដំណើរហើយក្មេងម្នាក់នេះដូចម៉ាក់វាបេះបិទនិយាយម៉ាត់ណាគឺម៉ាត់នឹងអាហារសម្រាប់ញ៉ាំតាមផ្លូវហើយនេះបញ្ហាបច្ចេកទេសមួយចំនួនដែលខ្ញុំរៀបចំទុកទៅដល់ទីនោះជួយសួរអ្នកជួបបានទុកចិត្តចុះខ្ញុំនឹងរៀនបច្ចេកទេសទាំងនេះចុះឯងវិញពេលខ្ញុំមិននៅជួយមើលការខុសត្រូវនៅការដ្ឋានផងហើយខាងលោកចៅទៀតកុំឲ្យគាត់បង្កបញ្ហាអ្វីឲ្យសោះស៊ូស៊ីវហ៊ឺចាំឯងត្រឡប់មកវិញយើងនឹងរួមគ្នាដាំត្រកួននេះឲ្យបានជីហាងមើលទៅមេឃដូចជានឹងធ្លាក់ភ្លៀងធំហើយយើងគួរតែជីកប្រឡាយបង្ហូរទឹកទុកមុនទេខ្ញុំបានរៀបចំមនុស្សឲ្យតែបើភ្លៀងធ្លាក់ខ្លាំងពេកកម្រិតទឹកក្រោមដីឡើងខ្ពស់ខ្លាចតែវាឡើងជាប្រៃវិញមិនមែនយើងដាក់បំពង់បង្ហូរទឹកក្រោមដីរួចអស់ហើយទេបំពង់បង្ហូរទឹកក្រោមដីក៏ត្រូវការពេលវេលាដែរបើភ្លៀងធ្លាក់ខ្លាំងភ្លាមកម្រិតទឹកឡើងលឿនពេកដីស្រទាប់លើនឹងនៅតែឡើងជាប្រៃដែរមិនល្អទេលឿនឡើងគ្រប់គ្នាទៅជួយពង្រឹងភ្លឺស្រែហើយជួយសម្អាតប្រឡាយបង្ហូរទឹកផងបងជីហាងមើលនោះយ៉ាប់ហើយនេះវាឡើងជាប្រៃហើយទឹកប្រៃពីក្រោមវាហូរឡើងមកលើធ្វើឲ្យដំណាំងាប់អស់ហើយប្រញាប់ឡើងបើកម៉ាស៊ីនបូមទឹកសាបមកលាងដីឲ្យលឿនទៅដើម្បីសង្កត់ជាប្រៃនៅស្រទាប់លើចុះទៅក្រោមហើយជីកប្រឡាយបង្ហូរទឹកទាំងអស់ឲ្យស្រឡះរួចបូមទឹកដែលដក់ចេញឲ្យអស់ភ្លាមតែផ្ទៃដីធំលឹងត្រូវប្រើទឹកសាបប៉ុន្មានទៅទើបគ្រប់ម្យ៉ាងទៀតបើលាងហើយតើដំណាំអាចរស់វិញដែរឬទេជួយបានប៉ុណ្ណាគឺប៉ុណ្ណឹងទៅប្រញាប់ធ្វើការទៅនេះគឺជាសញ្ញានៃការឡើងជាប្រៃធម្មតាទេភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកម្រិតទឹកក្រោមដីឡើងខ្ពស់ជាប្រៃក៏ហូរតាមទឹកឡើងមកលើធ្វើឲ្យរលាករុះអស់ហើយពួកអ្នកឥឡូវនេះត្រូវធ្វើការពីរយ៉ាងភ្លាមទី1បន្តលាងដីដោយទឹកសាបដើម្បីបន្ថយជាប្រៃនៅស្រទាប់លើឲ្យនៅក្រោម3%ទី2បាញ់ថ្នាំជីបំពន់ស្លឹកនិងថ្នាំកែច្នៃដីដែលខ្ញុំឲ្យទៅដើម្បីកាត់បន្ថយជាប្រៃលោកគ្រូថ្នាំកែច្នៃដីខ្ញុំមានស្តុកទុកនៅទីនេះប៉ុន្តែផ្ទៃដីធំលឹងត្រូវប្រើបរិមាណច្រើនណាស់ហើយត្រូវបាញ់តាមជួរទៀតកម្លាំងពលកម្មពិតជាពិបាករកណាស់យកតំបន់សំខាន់ជាមុនសិនថែរក្សាដំណាំដែលនៅល្អឲ្យបានរីឯកន្លែងដែលងាប់ត្រូវដាំថ្មីមុននឹងដាំត្រូវកាយដីធ្វើរណ្ដៅកែច្នៃដីសិនបានធ្វើតាមផែនការនេះចុះឥឡូវនេះចាប់ដើមធ្វើការភ្លាមត្រូវហើយមិនអាចបង្អែបង្អង់បានទេបើទុកឲ្យជីប្រៃបំផ្លាញមួយថ្ងៃទៀតដំណាំនឹងងាប់កាន់តែច្រើនកន្លែងនេះសម្រាប់បន្តិចទៅអ្នកទាំងពីរធ្វើការមិនឈប់ឈរអស់កន្លះខែមកហើយមិនអីទេឃើញកូនដំណាំប្រែពណ៌បៃដងរាល់ថ្ងៃអញ្ចឹងមិនហត់ទេណារស់ហើយរស់មែនហើយមើលចុះស្លឹកថ្មីដុះចេញមកហើយពូវងចុះពូយ៉ាងនឹងពូលៃទៅណាហើយហេតុអ្វីមិនឃើញមកធ្វើការហើយកុំនិយាយដល់អីយប់មិញមានគេមករកពួកគេថាឲ្យប្រាក់ខែទ្វេដងឲ្យទៅធ្វើការកន្លែងផ្សេងពួកគេទាំងពីរនាក់ក៏នាំគ្នាចេញទៅទាំងយប់បាត់ហើយប្រាក់ខែទ្វេដងតើអ្នកណាហ៊ានចំណាយច្រើនម្ល៉េះខ្ញុំសួរគេហើយគឺ Yang Guangwa គាត់ជួលដីនៅភូមិជិតខាងហើយចិត្តញ៉ាតាក់ទីមនុស្សឲ្យទៅធ្វើការឲ្យគាត់គឺចង់បង្កបញ្ហាឲ្យពួកយើងហ្នឹង Yang Guangwa ម្នាក់នេះពិតជាមិនព្រមឈប់រំខានមែនហួសហេតុពេកហើយខ្លួនឯងកាលពីមុនធ្វើស្រែខូចខាតរហូតដល់រត់ចោលស្រុកឥឡូវឃើញពួកយើងចាប់ដើមជោគជ័យក៏មកបង្កបញ្ហាមិនត្រឹមតែប៉ុណ្្នឹងទេព្រឹកមិញខ្ញុំទៅផ្សារក្នុងភូមិឬគេនិយាយគ្នាថាដើមរបស់ពួកយើងប្រើថ្នាំកសិកម្មហាមឃាត់ហើយដែលវាដុះលឿនបែបនេះគឺដោយសារប្រើអរម៉ូនខ្ញុំថាហើយរបស់ដែលបានមកដោយងាយស្រួលបែបនេះដុះមកល្អដល់ថ្នាក់នឹងប្រកាសជាប្រើថ្នាំអីមិនល្អហើយបើប្រើថ្នាំហាមឃាត់មែនគឺញ៉ាំអត់កៅទេញ៉ាំទៅខូចសុខភាពធ្វើមិនទៅខ្ញុំនិយាយតាំងពីយូរមកហើយថាអាពួកក្មេងនឹងមិនទុកចិត្តបានទេគ្រាន់តែចង់បានលុយហ៊ានធ្វើគ្រប់យ៉ាងពូចៅយើងអាចយកទៅពិនិត្យបានបើពិនិត្យឃើញមានបញ្ហាគម្រោងពួកយើងនឹងបញ្ឈប់ភ្លាមរាល់ការខាតបង់ពួកយើងជាអ្នកទទួលខុសត្រូវប៉ុន្តែបើអត់មានបញ្ហាអីទេនោះពាក្យចាំអារាមទាំងនេះអ្នកណាជាអ្នកនិយាយត្រូវតែនិយាយឲ្យច្បាស់លាស់ល្អណាស់ត្រកួននេះសាច់ស្រួយផ្អែមឆ្ងាញ់ណាស់គុណភាពល្អជាងត្រកួនធម្មតាដែលខ្ញុំធ្លាប់ទិញច្រើនណាស់នេះជាពូជធន់នឹងដីប្រៃព្រោះដាំនៅលើដីប្រៃទើបជាតិស្ករច្រើនហើយរសជាតិកាន់តែស្រួយផ្អែមបានគុណភាពបែបនេះខ្ញុំឲ្យថ្លៃទិញចូលខ្ពស់ជាងទីផ្សារពីម៉ៅមានប៉ុន្មានខ្ញុំទិញទាំងអស់លោកលីវលោកនិយាយពាក្យណាពាក្យនឹងណាពិតជាពាក្យណាពាក្យនឹងហើយខ្ញុំធ្វើជំនួញរបស់ស្រស់ជាង10ឆ្នាំមកហើយរបស់ល្អមើលមួយផ្លេតដឹងហើយត្រកួនរបស់ពួកអ្នកបើដឹកទៅផ្សារទំនើបក្នុងក្រុងប្រកាសជាគេដណ្ដើមគ្នាទិញមិនខានគិតទៅត្រកួនរដូវកាលទី1នេះអាចរកចំណូលបានចិត្តពាក់កណ្ដាលនៃដើមទុនហើយអាចចាត់ទុកថាជាការចាប់ដើមដ៏ល្អមួយវាដុះធំដល់ថ្នាក់នេះមែន
ដីនៅស្រុកបៃសៀននេះពិតជាអាចដាំដុះបានផលល្អដល់ថ្នាក់នេះសោះបងប្អូនទាំងអស់គ្នាបន្ទាប់ពីសហករណ៍បង្កើតឡើងហើយបងប្អូនអាចយកដីមកចូលហ៊ុនឬក៏យកកម្លាំងពលកម្មមកចូលហ៊ុនក៏បានដែរចុងឆ្នាំក្រោយពីថ្លៃឈ្នួលដីបងប្អូននៅអាចទទួលបានភាគលាភទៀតហើយបើចូលរួមក្នុងសហករណ៍ទាំងពូជបច្ចេកទេសនិងទីផ្សារលក់ចេញសហករណ៍នឹងទទួលខុសត្រូវទាំងអស់បងប្អូនមិនបាច់បារម្ភរឿងខាតទេគឺមានតែចំណេញមិនខាតឡើយនិយាយស្ដាប់ទៅដូចជាល្អណាស់ចុះបើចំណេញបានភាគលាភចុះបើខាតវិញបើខាតតើត្រូវរួមគ្នាទទួលខុសត្រូវមែនទេនឹងហើយបើមានរឿងអីបរាជ័យទៀតដីពួកយើងមិនខាតបងតាមយោបល់ខ្ញុំណានេះគឺគ្រាន់តែចង់យកដីពួកយើងទាំងអស់ទៅដាក់ក្នុងដៃគេចំណេញគេយកចំណែកធំដល់ពេលខាតពួកយើងអ្នករងគ្រោះទៅវិញពួកយើងជាអ្នកស្រែចម្ការរក្សាដី1ហិកតារបស់ខ្លួនឯងឲ្យបានល្អទៅបានហើយកុំទៅចូលរួមផ្ដេសផ្ដាសអីដល់ពេលនោះសំបីតែបាយក៏គ្មានហូបដែរអាតាចៅឡាវជួននេះចេះតែរករឿងពួកយើងគ្រប់យ៉ាងទាំងដែលឃើញថាដំណាំដុះល្អហើយនៅតែមកបង្កបញ្ហាទៀតក៏មិនអាចបន្ទោសគាត់ទាំងស្រុងដែរបងប្អូនប្រជាជនយើងធ្លាប់តែក្រខ្លាចណាស់មិនអីទេពូស៊ូខ្ញុំត្រៀមចិត្តទុកមុនហើយបងប្អូនរងចាំមើលគឺជារឿងធម្មតាទេព្រោះកន្លងមកបរាជ័យច្រើនដងពេកយើងត្រូវបង្ហាញលទ្ធផលជាក់ស្ដែងឲ្យឃើញដើម្បីឲ្យពួកគាត់ជឿថាចូលសហគមន៍ពិតជាអាចរកលុយបានចុះត្រូវធ្វើម៉េចមិនអាចរងចាំបែបនេះរហូតទេយើងត្រូវធ្វើឲ្យពួកគាត់ឃើញសិនពង្រីកការដាំដុះឲ្យធំជាងមុនបើធ្វើឲ្យមានទំហំធំហើយទទួលបានផលចំណេញនោះអ្នកណាក៏គេចាប់អារម្មណ៍ដែរអ្នកណាក៏គេចាប់ចិត្តដែរចុះឈ្មោះទៅខ្ញុំដាក់ដីប្រៃ5ហិកតារបស់ខ្ញុំចូលសហគមន៍ពូស៊ូអហោខ្ញុំជាលេខាបាសភូមិបើខ្ញុំមិនធ្វើជាគំរូតើឲ្យអ្នកណាធ្វើទៅខ្ញុំជឿជាក់លើពូហើយក៏ជឿថាគម្រោងនេះនឹងជោគជ័យដែរខ្ញុំបានប្រាប់សមាជិកបកនិងមន្ត្រីភូមិអស់ហើយអ្នកទាំងអស់គ្នាយល់ព្រមធ្វើជាគំរូចូលសហគមន៍ដើម្បីចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធសិនចុះដី3ហិកតារបស់ខ្ញុំទៀតក៏រាប់បញ្ចូលដែរទៅពូស៊ូក្មួយហឺអរគុណអ្នកទាំងពីរណាស់យើងទាំងអស់គ្នាធ្វើបែបនេះក៏ដើម្បីភូមិយើងដែរមីងលីដីប្រៃ2ហិកតារបស់មីងឥឡូវទុកចោលស្ងាត់ជ្រុងអត់បានចំណូលអីសំបី1សេនបើចូលសហគមន៍ជារៀងរាល់ឆ្នាំគេនឹងឲ្យថ្លៃជួលដីមីង1ហិកតា500 2ហិកតាក៏បាន1000ដែរចុងឆ្នាំមានចែកភាគលាភទៀតគិតតាមចំណូលឆ្នាំមុន1ហិកតាអាចបានយ៉ាងតិច300បើមីងទំនេរទៅធ្វើការនៅចំការទៀតមួយថ្ងៃអាចរកបាន80យន្តឯណោះគិតចុះគិតឡើងមួយឆ្នាំរកបានរាប់ពាន់យន្តប្រសើរជាងទុកដីចោលមិនមែនហេពិតជាបានច្រើនម្ល៉េះហេមីងលីឲ្យខ្ញុំធំឡើងនៅភូមិនេះតើខ្ញុំហ៊ានបោកមីងដែរឬផ្ទះលេខាបាក់ក៏ចូលផ្ទះខ្ញុំក៏ចូលតើអាចជាការកុហកបានដែរឬបានហើយចុះដី2ហិកតារបស់ខ្ញុំក៏ចូលដែរក្តាមតូចនេះអាចចិញ្ចឹមក្នុងស្រែស្រូវបានពិតមែនហេវាមិនកាត់ដាំស្រូវដាច់អស់ទេហេអត់ទេក្តាមស៊ីដង្កូវនិងស្មៅក្នុងស្រែហើយលាមកក្តាមក៏ជួយឲ្យស្រែមានជីជាតិដែរស្រូវជួយបាំងលុបឲ្យក្តាមវាជួយគ្នាទៅវិញទៅមកគេហៅថាការចិញ្ចឹមក្តាមក្នុងស្រែទឹកមួយប្រើបានពីរយ៉ាងស្រែមួយបានផលពីរមុខទាំងបានអង្ករលក់ទាំងបានក្តាមលក់ចំណូលខ្ពស់ជាងដាំស្រូវសុទ្ធដល់ទៅ2ដងឯណោះពីមុនធ្លាប់តែគេចិញ្ចឹមត្រីចិញ្ចឹមបង្គានេះទើបតែលើកទី1ទេថាចិញ្ចឹមក្តាមក្នុងស្រែប្លែកមែនយើងមិនត្រឹមតែត្រូវដាំឲ្យល្អទេថែមទាំងត្រូវបង្កើតម៉ាកយីហោទៀតអង្ករស្រែនិងក្តាមស្រែសុទ្ធតែជាចំណុចពិសេសរបស់យើងនេះជាពូជពុទ្រាដែលធន់នឹងដីរៃវាស័កសមនឹងអាកាសធាតុនិងដីនៅតំបន់យើងឆាប់ទុំឬជ្រៅធន់នឹងជីប្រៃល្អ3ឆ្នាំអាចផ្ដល់ផល5ឆ្នាំចូលដល់រដូវប្រមូលផលពេញលេញស្រូវជាបាយជាឧស្សាហកម្មដែលឃើញផលភ្លាមក្នុងឆ្នាំដែលចំណែកពុទ្រីជាឧស្សាហកម្មរយៈពេលវែងការរួមបញ្ចូលគ្នារវាងរយៈពេលខ្លីនិងវែងទើបឧស្សាហកម្មមានស្ថិរភាពលោកសាស្ត្រាចារ្យចុះគុណភាពពុទ្រីនេះវិញយ៉ាងម៉េចដែរពុទ្រាដែលដាំនៅលើដីប្រៃនេះវាប្រមូលផ្ដុំជាតិស្ករបានច្រើនរសជាតិផ្អែមជាងហើយគុណភាពក៏ល្អជាងពុទ្រាធម្មតាដែររងចាំប៉ុន្មានឆ្នាំទៀតទីនេះនឹងក្លាយជាចំការពុទ្រាទាំងអស់ដល់ពេលនោះនីតិរដូវមើលផ្ការដូវស្លឹកឈើជ្រុះបេះផ្លែហើយថែមទាំងអាចធ្វើទេសចរបេះផ្លែឈើបានទៀតទិន្នផលឆ្នាំនេះខ្ពស់ជាងឆ្នាំមុនច្រើនណាស់លើកនេះប្រហែលជាចែកលុយបានច្រើនហើយមែនទេពិតជាមែនហើយសហការជាមួយពួកគេគឺល្អហើយវាប្រសើរជាងការដាំដុះដោយខ្លួនមិនស្រួលហើយលោកជីហាងអ្នកទិញទំនិញគេបដូរចិត្តហើយមានរឿងអីទៅលោកលីវដែលធ្លាប់សហការជាមួយយើងស្រាប់តែនិយាយថាជប់ទិញហើយអ្នកទិញផ្សេងទៀតក៏ផ្ដល់តម្លៃទាបជាងឆ្នាំមុនពាក់កណ្ដាលដែរមិនក៏ទៅជាបែបនេះឆ្នាំមុនលោកលីវមិនមែននិយាយថាគុណភាពយើងខ្ញុំស៊ើបសួរហើយគឺលោកចាំងខ្វាងហ្វាគាត់បានរួមដៃជាមួយអ្នកទិញជុំវិញនេះដើម្បីទម្លាក់តម្លៃដោយនិយាយថាត្រកូលយើងលក់មិនចេញហើយចុងក្រោយមានតែលក់ថោកឲ្យគាត់តម្លៃទាបបែបនេះតើយើងមិនខំប្រឹងឥតប្រយោជន៍ទេបើដឹងមុនមិនចូលសហគមន៍ទេប្រសើរជាងដាំស្រូវដោយខ្លួនឯងឲ្យមានសុវត្ថិភាពខ្ញុំថាហើយការរកស៊ីវាមិនងាយស្រួលប៉ុន្មានទេចប់ហើយឥឡូវទំនិញដកចុះក្នុងដៃហើយអ្នកទាំងអស់គ្នាកុំភ័យអីដំណោះស្រាយតែងតែមានច្រើនជាងបញ្ហាយើងកំពុងរកផ្លូវលក់ចេញប្រកាសជាលក់ចេញបានរកវិធីអីអាចរកវិធីអីបានត្រកូលច្រើនម្លេះទុកប៉ុន្មានអ្នកទាំងអស់គ្នាទុកចិត្តចុះត្រកូលខ្ញុំប្រកាសជាលក់ចេញបានទោះបីជាខាតក៏ខាតតែរបស់ខ្ញុំដែរមិនឲ្យអ្នកទាំងអស់គ្នាខាតថ្លៃឈ្នួលនិងថ្លៃជួលដីឡើយត្រកូលរបស់អ្នកពិតជាល្អមែនប៉ុន្តែយើងមានអ្នកផ្គត់ផ្គង់ប្រចាំហើយមិនយកទេតម្លៃខ្ពស់ពេកយើងលក់មិនចេញទេបងជីហាងអត់មានអ្នកយកទេអ្នកទិញទាំងនេះសុទ្ធតែមានកិច្ចសហការជាមួយចាងខ្វាងហ្វាពួកគេមិនព្រមយកទំនិញយើងទេមិនអីទេបើទីផ្សារលក់ដុំមិនបានយើងបដូរផ្លូវផ្សេងពីពណ៌កសិកម្មចាប់ដើមហើយយើងទៅសាកល្បងនៅទីនោះទៅក្រែងលោរកឃើញអាទិត្យពីពណ៌កសិកម្មហ្នឹងឬតែយើងខ្ញុំតាក់ទងទៅការិយាល័យកសិកម្មស្រុកហើយគេមានស្តង់ពិសេសយើងអាចសុំគេដាក់តាំងលក់ជាមួយស្តង់ស្រុកបានអូនហឺឲ្យគ្រាន់តែនិយាយដាក់ទូរស័ព្ទបែបនេះក៏អាចលក់របស់ចេញដែរឬមិនក៏បងមិនសូវជឿសោះចឹងមីងឲ្យឥឡូវគេនិយមឡាយលក់អនឡាញណាស់ត្រកូលយើងដាំនៅដីល្អធម្មជាតិហើយឆ្ងាញ់ទៀតមិនក៏មិនមានអ្នកទិញទៅសួស្តីអ្នកទាំងអស់គ្នានេះគឺជាត្រកួនដែលយើងរើសយ៉ាងពិសេសពីភូមិសើមើដាំនៅដីល្អមិនប្រើថ្នាំកសិកម្មរសជាតិស្រួយផ្អែមត្រកួនយើងទើបតែប្រមូលផលឆ្នាំនេះទេស្រស់តែម្ដងអូហូលក់ដាច់មែនទែនទូរស័ព្ទនេះអស្ចារ្យមែនពីពណ៌កសិកម្មចុះកិច្ចសញ្ញាផ្គត់ផ្គង់រយៈពេលវែងជាមួយទីក្រុងហើយផ្លូវលក់ដាច់ហើយអ្នកទាំងអស់គ្នាមើលនេះណានេះជារបាយការណ៍ពីមជ្ឈមណ្ឌលត្រួតពិនិត្យឲ្យផលិតផលកសិកម្មស្រុកត្រកួនរបស់សហគមន៍យើងគ្រប់លក្ខខណ្ឌទាំងអស់គឺឆ្លងកាត់ហើយថែមទាំងទទួលបានស្តង់ដារអាហារបៃតងទៀតអ្នកដែលនិយាយថាពួកយើងប្រើថ្នាំកសិកម្មហាមឃាត់ពីមុនមកនោះគឺសុទ្ធតែជាពាក្យចាំអារ៉ាមទេចឹងបានធូរចិត្តគឺឆ្លងកាត់មែនហើយថែមទាំង
នឹងវាជាអាហារសុវត្ថិភាពមែនទេចុះពាក្យចាំអារ៉ាមមុននឹងអ្នកណាជាអ្នកនិយាយធ្វើអញ្ចឹងវាអាក្រក់ពេកហើយខ្ញុំថាហើយក្មេងសាកលវិទ្យាល័យគេធ្វើការគេមិនធ្វើរឿងអាក្រក់បែបហ្នឹងទេលោកចៅលោកនេះដីប្រៃ8ហិកតារបស់ផ្ទះខ្ញុំក៏ចូលសហករណ៍ដែរលោកចៅលោកគិតច្បាស់ហើយមែនទេរស់មកមួយជីវិតនេះគ្រាន់តែចង់ឲ្យដីនេះដាំដំណាំបានល្អក្មួយមានសមត្ថភាពពិតមែនកែដីបានល្អមែនខ្ញុំសូមសរសើរកាលពីមុនខ្ញុំតែងតែប្រឆាំងនឹងក្មួយគឺខ្ញុំនេះហើយដែលល្ងងខ្លៅក្មួយកុំប្រកាន់ឯណាលោកចៅលោកកុំនិយាយអញ្ចឹងអីលោកក៏ធ្វើដើម្បីភូមិយើងដែរខ្ញុំយល់ទេសូមស្វាគមន៍ដែលលោកចូលរួមសហករណ៍ថ្ងៃក្រោយយើងធ្វើការជាមួយគ្នាជីវភាពយើងនឹងកាន់តែល្អប្រសើរឡើងតាក់ទងនឹងការប្រើប្រាស់លុយនេះខ្ញុំមានយោបល់មួយខ្ញុំស្នើឲ្យចែកលុយ30,000ទៅឲ្យអ្នកទាំងអស់គ្នាចំណែក50,000ទៀតយកទៅសាងសង់ឃ្លាំងត្រជាក់និងរោងចក្រកែច្នៃផ្ថមសាងសង់រោងចក្រកែច្នៃហេតុអ្វីត្រូវសាងសង់រោងចក្រកែច្នៃលុយចែកគ្នាផ្ទាល់មិនល្អជាងទេនឹងហើយរកលុយបានគួរតែចែកគ្នាសាងសង់រោងចក្រធ្វើអីបើខាតទៅធ្វើម៉េចរោងចក្រនឹងត្រូវការលុយច្រើនណាស់មែនទេខ្លាចតែអត់ប្រយោជន៍ទេពូចៅអ្នកភូមិទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយណាឥឡូវនេះយើងលក់តែត្រកូលស្រស់ទេវាមានកំណត់តាមរដូវកាលហើយក៏មិនសូវធន់នឹងការទប់ដាក់ដែរបើឈ្មោះកណ្ដាលទម្លាក់ថ្លៃយើងនឹងពិបាកហើយបើយើងសាងសង់ឃ្លាំងត្រជាក់ត្រកូលអាចទុកបានយូរជាងមុនមិនបាច់ប្រញាប់លក់ថោកទេសាងសង់រោងចក្រកែច្នៃធ្វើត្រកូលក្រៀមនិងផ្លែពុទ្ធិស្ងួតអាចបង្កើនតម្លៃបន្ថែមបាន1គីឡូអាចលក់បានថ្លៃជាងមុនច្រើនបើគិតរយៈពេលខ្លីអ្នកទាំងអស់គ្នាបានលុយតិចមែនតែបើគិតរយៈពេលវែងឧស្សាហកម្មរបស់យើងនឹងកាន់តែរឹងមាំទៅថ្ងៃមុខការបែងចែកប្រាក់ចំណេញនឹងកាន់តែច្រើនឡើងជីហាងនិយាយត្រូវហើយយើងមិនអាចមើលឃើញតែលុយតិចតួចនៅចំពោះមុខនេះទេត្រូវមើលឲ្យវែងឆ្ងាយបើឧស្សាហកម្មយើងរីកចម្រើនកូនចៅជំនាន់ក្រោយនឹងទទួលបានផលប្រយោជន៍ទាំងអស់គ្នាបានខ្ញុំស្ដាប់តាមឯងសាងសង់រោងចក្រគឺសាងសង់ហើយយើងធ្វើការកែច្នៃឲ្យស៊ីចម្រៅទៅមែនហើយកុំឲ្យឈ្មួញកណ្ដាលមកគៀបសង្កត់យើងទៀតសាងសង់រោងចក្របងជីហាងបងស្រីសៀវហឺពួកយើងត្រឡប់មកវិញហើយចាំពួកឯងយូរហើយតាមផ្លូវហត់ទេអត់ហត់ទេលីថាស្អែកនេះសហគមន៍ភូមិយើងចាប់ផ្ដើមដំណើរការហើយថែមទាំងធ្វើពាណិជ្ជកម្មដើមអនឡាញទៀតពួកយើងពិភាក្សាគ្នាបន្តិចក៏សម្រេចចិត្តលាឈប់ពីការងារត្រឡប់មកវិញតែម្ដងខ្ញុំរៀនជំនាញប្រតិបត្តិការអនឡាញអាចជួយធ្វើហាងអនឡាញនិង live លក់បានហើយមិត្តរួមថ្នាក់ល្អណាស់ពួកយើងកំពុងតែត្រូវការយុវជនដូចជាពួកឯងនេះឯងទៅខ្ញុំនាំពួកឯងទៅមើលបន្ទប់ live លក់និងរោងចក្រតម្រៀបទំនិញកំពុងតែត្រូវការមនុស្សគ្រប់គ្រាន់តែម្ដងមើលចុះយុវជនត្រឡប់មកវិញច្រើនណាស់កាលពីមុនភូមិយើងស្ងាត់ជ្រុងខ្លាំងណាស់ឥឡូវនេះពិតជាអ៊ូអរមែនហើយកាលពីមុនយុវជននាំគ្នារត់ទៅធ្វើការនៅខាងក្រៅអស់មិនអាចរក្សាទុកមនុស្សបានទេតែឥឡូវល្អហើយគ្រាន់តែនៅមុខផ្ទះក៏អាចរកលុយបានដែរតើមានអ្នកណាចង់រត់ទៅខាងក្រៅទៀតទៅលោកពូចៅនិងអ្នកមីងលីឲ្យថ្ងៃនេះមានការបញ្ជីទិញតាមអនឡាញទៀតហើយត្រកួនដីរបស់យើងលក់ដាច់ដល់ទៅភាគខាងត្បូងឯណោះល្អណាស់ល្អមែនទែនភូមិជៀនវ៉ារបស់យើងទីបំផុតក៏មានសង្ឃឹមហើយថ្ងៃនេះម៉ាកសញ្ញាភូមិសាស្ត្រនៃត្រកួនភូមិជៀនវ៉ារបស់យើងត្រូវបានចុះបញ្ជីជាផ្លូវការហើយនៅមានដំណឹងល្អមួយទៀតគឺសហគមន៍របស់យើងត្រូវបានគេវិតម្លៃថាជាគម្រោងគំរូនៃការស្ដារជនបទកម្រិតស្រុកហើយខាងស្រុកនឹងរៀបចំឲ្យមន្ត្រីភូមិផ្សេងមកទស្សនកិច្ចសិក្សានៅទីនេះឆាប់នេះពីដេកដែលគ្មានអ្វីសោះរហូតដល់មានម៉ាកយីហោផ្ទាល់ខ្លួនយើងបានដើរលើផ្លូវនេះអស់2ឆ្នាំហើយទៅថ្ងៃមុខយើងមិនត្រឹមតែលក់ផលិតផលទេថែមទាំងត្រូវផ្សព្វផ្សាយម៉ាកយីហោជៀនវ៉ានេះឲ្យល្បីល្បាញដើម្បីឲ្យទូទាំងប្រទេសបានស្គាល់ត្រកួនភូមិជៀនវ៉ារបស់យើងពិតជាមិននឹកស្មានដល់សោះពីមុនដេកដែលគ្មានអ្វីដុះសោះឥឡូវអាចដាំដំណាំបានល្អបែបនេះមែនហើយកាលពីមុនគេតែងតែនិយាយថាទីនេះក្រីក្រតែឥឡូវមើលទៅដេកនេះបែរជាទ្រព្យសម្បត្តិដ៏មានតម្លៃទៅវិញយើងប្រើប្រាស់បច្ចេកទេសបង្ហូរអំបិលតាមបំពង់ក្រោមដីបូករួមនឹងការដាក់ស្រទាប់ចម្បាំងនិងការកែមអជីវសាស្ត្រគឺការជ្រើសរើសពូជដំណាំដែលធន់នឹងដីប្រៃដើម្បីកែមអដីហើយទទួលបានលទ្ធផលភ្លាមតែម្ដងគោលដៅរបស់យើងមិនមែនត្រឹមតែធ្វើឲ្យភូមិជៀនវ៉ាមានជីវភាពធូរធារនោះទេតែយើងចង់ផ្សព្វផ្សាយបច្ចេកទេសនេះឲ្យកាន់តែទូលំទូលាយដើម្បីឲ្យដីប្រៃទាំងនោះក្លាយជាដីមានជីជាតិទាំងអស់មីងលីឲ្យថ្លៃជួលដីបូករួមទាំងប្រាក់ចំណេញសរុបទាំងអស់3,200 អូហូច្រើនជាងចំណូលខ្ញុំកាលពីឆ្នាំទៅទៀតលោកចៅថ្លៃដី8ហិកតាបូករួមទាំងថ្លៃឈ្នួលធ្វើការសរុបទាំងអស់8,500អរគុណខ្ញុំធ្វើអីខ្ញុំក៏ធ្វើដើម្បីភូមិយើងដែរចាប់ពីពេលនេះទៅយើងនឹងនាំគ្នាដឹកនាំអ្នកភូមិទាំងអស់គ្នាដើរលើផ្លូវនេះឲ្យកាន់តែទូលាយទៅមុខទៀត